ឆ្នាំពណ៌ប្រាក់ទាំង4ដួងចន្លោះពីថ្ងៃទី12ដល់ថ្ងៃទី20ក្នុងខែសីហាឆ្នាំ2026មានឆ្នាំពណ៌ប្រាក់4ដួងអញ្ចឹងឆ្នាំពណ៌ប្រាក់4ដួងនេះមានកម្រិតចូលបង្ហូរចូលនឹង84%ចន្លោះពីថ្ងៃទី12ដល់ថ្ងៃទី20ខែសីហាឆ្នាំ2026មានលេខសំណាង6 3ដើមពណ៌សំណាងពណ៌កាឈូកcomment លេខសំណាង6 3ដើមភ្ជាប់ជាមួយនឹងពណ៌សំណាងពណ៌កាឈូកចុច share 3ដងកងប្រាថ្នាអ្វីសូមឲ្យបានសម្រេចសម្បូរសម្បត្តិមានភោគៈមានលៀបមានជ័យសេរីសួស្តីវិបុលសុខហូរចូលគ្រប់ទិសទាំង8មុននឹងដូរចូលដល់ការព្យាករណ៍ឆ្នាំពណ៌ប្រាក់ចំពោះកូនចៅសិស្សកូនប្រុសស្រីនៅរិស័យដាក់កុដឆ្នាំឆុងឆ្នាំឈឺច្រើនមានបញ្ហាច្រើនចង់ប្រើប្រភេទខ្សែកម្មត្បូងពលឺស្រូបលៀបមុនស្នេហ៍មហានិយមក្រោមការបញ្ចុះ108ថ្ងៃប្រើបានទាំងបរិះទាំងស្ត្រីឥឡូវនេះនៅសល់តិចសម្រាប់ជាវកូនចៅដែលចង់ជាវលេខទូរស័ព្ទ Telegram 0316222 ឬឆាតចូលក្នុង TikTok សាកសួរពីតម្លៃឬឆាតចូលក្នុង Page ដែលគ្រូផុសវីដេអូនេះសួរពីតម្លៃបានអញ្ចឹងយើងចូលមកដល់ឆ្នាំថ្នាក់ទី2ចន្លោះថ្ងៃទី2ដល់ថ្ងៃទី20ខែសីហាឆ្នាំ2026មានឆ្នាំមមែថោះម្សាញ់ជូតមមែថោះម្សាញ់ជូតមានលេខសំណាង6 3ដើមពណ៌សំណាងពណ៌ផ្កាឈូកស្ថិតក្នុងបញ្ជីពណ៌ប្រាក់មានកម្រិតលៀបបង្ហូរចូល84%ណាលៀបហូរចូលគួរសមដែរចំពោះឆ្នាំ4ដួងនេះកម្រទៅនៅជួជាមួយគ្នាណាឥឡូវចូលមកក្នុងខែសីហាពាក់កណ្ដាលខែសីហានេះមានឆ្នាំ4ដួងនៅជួជាមួយគ្នាដែលមានមមែថោះម្សាញ់ជូតក្នុងកម្រិតលៀប84%នោះមានការខាតទ្របខាតលៀបទៅវិញកម្រិត56%យ៉ាងមានថាទ្របដែលរកមកបានហើយលុយកាក់ដែលរកមកបានហើយនឹងត្រូវបានលុយកាក់នោះរសាយរសាត់ឬក៏បាត់ទៅវិញឬក៏ការប្រើប្រាស់ខុសណាមួយទៅវិញឬក៏ខូចខាតត្រង់ផ្ទះទៅវិញនឹងកម្រិត56%នៃលៀបហូរចូលអញ្ចឹងគួរប្រុងប្រយ័ត្នជាពិសេសរឿងអ្នកចងការប្រាក់រឿងជួយគេនឹងកាត់បន្ថយភពប្រឈមមុននឹងការចាញ់បោកគេកម្រិត66%ឯណោះគ្រូពាក្យសម្ដីចំពោះកូនចៅប្រុសស្រីឆ្នាំមមែថោះម្សាញ់ជូតនេះមានគ្រូពាក្យសម្ដីកម្រិត69%អញ្ចឹងគ្រូពាក្យសម្ដីនេះចូលប្រុងប្រយ័ត្នទី1ចំពោះមនុស្សជាទីស្រឡាញ់ទី2កន្លែងរួមការងារទី3ចំពោះមិត្តភ័ក្តិ3កន្លែង3ទីតាំង3ចំណុចហ្នឹងគួរប្រុងប្រយ័ត្នចំពោះគ្រូពាក្យសម្ដីព្រោះអាចឲ្យមានបញ្ហាស្មុគស្មាញកើតឡើងរឿងតូចខ្លាចជារឿងធំមករយៈនេះឆ្នាំមមែថោះម្សាញ់ជូតនេះមានការលាបពណ៌ចាក់រោឆ្កែឆ្កៀច្រើនដូច្នោះរឿងណាគួរគិតចាំគិតរឿងណាដែលមិនគួរគិតទេកាត់កវត្តចោលផ្នែកខាងជំងឺចំពោះកូនចៅប្រុសស្រីឆ្នាំទាំង4ដួងនេះមានជំងឺចូលមកបៀតបៀនកម្រិត56%ដែលជំងឺមកចូលមកបៀតបៀននេះបុរសនិងស្ត្រីឈឺដូចគ្នាគឺឈឺបញ្ចុងដង្ហើមឡើងមកបំពង់កឈឺកក្តៅខ្លួនអស់កម្លាំងលះហើយឬក៏ប្រសាយទៅប្រសាយធំយ៉ាងទៅកម្រិតនៃការបែកបាក់បណ្ដាមកបញ្ជនទី3និងគ្រូពាក្យសម្ដីមានកម្រិត44%ដូច្នោះគួរប្រុងប្រយ័ត្នភេទស្រីចូលប្រយ័ត្នភេទស្រីភេទប្រុសចូលប្រយ័ត្នភេទប្រុសឲ្យបានខ្ពស់ជាទីបំផុតគ្រូតាមដងវិថីក្តីគ្រូក្នុងផ្ទះក្តីតាមចន្ទាតាមបន្ទប់ទឹកផ្លូវកោងផ្លូវបត់ផ្លូវឆ្ងាយផ្លូវចិត្តផ្លូវយកពេលថ្ងៃផ្សេងៗហ្នឹងមានកម្រិត56%បង្កឲ្យមានរបួសស្នាមនិងខូចខាតទ្រព្យផងដែរកម្រិតដែលទិសគួរប្រុងប្រយ័ត្នគឺទិសខាងត្បូងមិនថាធ្វើដំណើរខាងទិសខាងត្បូងក្តីឬក៏មនុស្សមកទិសខាងត្បូងក្តីគួរប្រុងប្រយ័ត្នឲ្យបានខ្ពស់ជាទីបំផុតពណ៌ដែលគួរកាត់បន្ថយនៃការប្រើគឺពណ៌ខ្មៅនេះគួរកាត់បន្ថយនៃការប្រើឲ្យបានខ្ពស់ជាទីបំផុតចំពោះកូនចៅប្រុសស្រីឆ្នាំមមែថោះម្សាញ់ជូតចន្លោះពីថ្ងៃទី12ដល់ថ្ងៃទី20ខែសីហាឆ្នាំ2026នេះគឺជាការព្យាករណ៍ឆ្នាំថ្នាក់ទី2ពាក់កណ្ដាលខែសីហាចន្លោះថ្ងៃទី2ដល់ថ្ងៃទី20ខែសីហាមានឆ្នាំមមែថោះម្សាញ់ជូតមានលេខសំណាង6 3ដើមមានកម្រិតលៀបបង្ហូរចូល84%ពណ៌សំណាងពណ៌កាឈុកគ្រូជូនពណ៌សំណាងល្អសម្បូរសម្បត្តិមានភោគៈមានលៀបមានជ័យហេងហេងគ្រប់មុខរបរមានជ័យមានជោគមានយសមានសាកមានតណៈរីករាយនៅភោគៈនៅលៀបរបស់ខ្លួនឯងដោយសេចក្តីសុចរិតដែលការព្យាយាមជាចុងក្រោយសូមជម្រាបលា